សួស្តីប្រិយមិត្តឆ្ងាយចិត្តជាទីគោរពរាប់អានមតិមនុស្សចាស់នៃសមុទ្រពីនេះពីនោះនឹងជួបបងប្អូនសាជាថ្មីម្ដងទៀតហើយคืนនេះគាត់ចង់លើកឡើងអំពីប្រសាសន៍របស់សម្ដេចនាយករដ្ឋមន្ត្រីហ៊ុនម៉ាណែតកាលមុនក៏ឮថាប្រហែលជាសម្ដេចនឹងអាចកាត់បន្ថយនៅក្រសួងខ្លះដើម្បីសល់ថវិកានឹងសម្រាប់បំរើនៅប្រទេសជាតិក៏ប៉ុន្តែតាមស្ដាប់ប្រសាសន៍របស់សម្ដេចមិនអាចកាត់ក្រសួងបានទេបាននៅដដែលអញ្ចឹងមនុស្សចាស់ឯនៃសមុទ្រគាត់ទៅជែកគ្នាពីរឿងហ្នឹងប៉ុន្តែមុនខ្ញុំបកស្រាយរឿងសម្ដីរបស់មតិរបស់មនុស្សចាស់សូមស្ដាប់ប្រសាសន៍របស់សម្ដេចនាយករដ្ឋមន្ត្រីហ៊ុនម៉ាណែតសិនខ្ញុំនឹងជម្រាបជូនទៅបញ្ចប់ពីប្រសាសន៍របស់សម្ដេចហើយខ្ញុំនិយាយម្ដងទៀតតាំងពីដើមអាណត្តិមកដល់ម៉ោងនេះរដ្ឋាភិបាលអត់មានគម្រោងនៅក្នុងការកាត់បន្ថយឬបង្កើនក្រសួងស្ថាប័ននោះទេប៉ុន្តែអ្វីដែលសំខាន់គឺយើងប្រកាន់ជំហរពង្រឹងជាជាងពង្រីកពង្រឹងស្ថាប័នក្រសួងនីមួយៗដែលយើងធ្វើវិភាគមុខងារនិងកែតម្រង់មកដល់ម៉ោងនេះគឺយើងមិនសួរថាតើចំនួនក្រសួងនឹងច្រើនឬតិចយើងអត់សួររឿងទៅទេណាម៉ោងស្មើនេះអត់មានសួរថាតើយើងច្រើនឬតិចទេព្រោះបើតាមបទពិសោធន៍ដែលខ្ញុំគ្រាន់តែលើកប្រមាណប្រទេសហ្នឹងវាខុសគ្នារួចទៅហើយខ្លះបកើនខ្លះបន្ថយយើងអត់សួរទេអ្វីដែលយើងសួរបច្ចុប្បន្នសួរថាតើក្រសួងស្ថាប័នដែលមានស្រាប់នេះរៀបចំបានមានប្រសិទ្ធភាពឬនៅឥឡូវដាក់ទិសដៅកំណែតម្រង់គឺសួរសំណួរហ្នឹងតើគាត់រៀបចំក្រសួងហ្នឹងធំក្បាលពេកជើងទូចឬយ៉ាងម៉េចតើការងាររបស់គាត់ជន់ជាមួយក្រសួងផ្សេងទៀតឬមួយក៏យ៉ាងម៉េចតើផ្ទៃក្នុងនេះរបស់គាត់នេះតើនាយកដ្ឋានអគ្គនាយកហ្នឹងវារៀបត្រូវនៅឬមួយក៏វាលើសវាខ្វះយ៉ាងម៉េចនេះគឺជាអភិក្រមរបស់កម្ពុជាអត់សួរហើយហេតុអីបានជាខ្ញុំមិននិយាយថាទៅមុខទៅធ្វើអីខ្ញុំមិននិយាយរឿងនេះមិនខុសពីរឿងអីផ្សេងរឿងនេះហ៊ានតែនិយាយគឺច្បោកច្បល់ពេញក្រសួងស្ថាប័នឡើយបាទខ្ញុំនិយាយតែអ្វីដែលយើងច្បាស់លាស់យើងបានសិក្សាហើយយើងកំពុងតែធ្វើបើឲ្យខ្ញុំថាទៅថ្ងៃមុខយើងត្រូវបង្កើនឬបន្ថយអាហ្នឹងច្បោកច្បល់ពេញទៅឥឡូវទៅបាទបើសិនជាធ្វើឧទាហរណ៍តែខ្ញុំថាឥឡូវទៅបន្តបើមិនចាប់ផ្ដើមអង្គុយទាយឥឡូវពីណាត្រូវឡើងទេសរដ្ឋមន្ត្រីពីណាត្រូវអីច្បោកច្បល់ពេញហ្នឹងឥឡូវហើយបាទនេះគឺជាបញ្ហាយើងអត់និយាយទេអ្វីដែលនិយាយគឺភាពច្បាស់លាស់ហើយខ្ញុំនិយាយម្ដងទៀតតាំងពីដើមអាណត្តិមកដល់ម៉ោងនេះរដ្ឋាភិបាលអត់មានគម្រោងនៅក្នុងការកាត់បន្ថយឬបង្កើនក្រសួងស្ថាប័ននោះទេប៉ុន្តែអ្វីដែលសំខាន់គឺយើងប្រកាន់ជំហរពង្រឹងជាជាងពង្រីកពង្រឹងស្ថាប័នក្រសួងនីមួយៗដែលយើងធ្វើវិភាគមុខងារនិងកែតម្រង់មកដល់ម៉ោងនេះក្នុងនោះយើងធ្វើអីទី1ពង្រឹងរចនាសម្ព័ន្ធទី2ពង្រឹងប្រព័ន្ធការងារទី3ពង្រឹងធនធានមនុស្សធ្វើម៉េចដាក់អានឹងជាគោលដៅមុនសិនអ្វីដែលមានស្រាប់កុំអើបោះវាចោលកុំអើបបង្កើនផ្សេងទៅថាវាមិនតាន់ដើរត្រូវមើលវាសិនមានប្រព័ន្ធដែរហើយក្រសួងស្ថាប័នប៉ុណ្ណឹងមន្ត្រីដែលយើងមានគ្រប់ក្រសួងស្ថាប័នតាំងពីថ្នាក់ជាតិដល់ក្រោមជាតិបែងចែកត្រូវបំពាក់ជំនាញត្រូវអត់តើក្រសួងស្ថាប័នមួយនេះវាជន់ការងារគ្នាយ៉ាងម៉េចជាមួយផ្សេងវិភាគញែកឲ្យដាច់តើនាយកដ្ឋានមួយអគ្គនាយកដ្ឋានមួយក្នុងក្រសួងនឹងត្រូវការជំនាញឬមួយការបន្ថយកែសម្រួលយ៉ាងម៉េចយើងធ្វើអាហ្នឹងចឹងរចនាសម្ព័ន្ធបង្រៀបបង្រួមកន្លងទៅយើងធ្វើបានកាត់បន្ថយអគ្គនាយកដ្ឋានមួយចំនួនបាទផ្សេងអីចឹងទៅហើយកន្លែងខ្លះក៏យើងត្រូវពង្រឹងបន្ថែមឧទាហរណ៍ថាខ្វះ AI យើងបង្កើតផ្នែក AI មួយទៅពន្ធដារអញ្ចឹងទៅព្រោះដើម្បីឲ្យដើរទាន់សភាពការបាទកែសម្រួលកំណត់ឡើងវិញចំនួនមន្ត្រីតើឥឡូវមន្ត្រីបាទអញ្ចឹងបងប្អូនឮសម្ដីប្រសាសន៍របស់សម្ដេចនាយករដ្ឋមន្ត្រីហ៊ុនម៉ាណែតហើយគាត់ថាកុំអោយស៊ូពីរឿងកាត់បន្ថយឬបន្ថែមគឺគ្មានទេណាគាត់ថាមានប្រទេសខ្លះមានឡើងមានបន្ថែមប្រទេសខ្លះមានបន្ថយគេណាអញ្ចឹងយើងគិតឃើញថាប្រកាសជាមានប្រទេសខ្លះណាចំនួនខ្លះហ្នឹងមានបន្ថែមក្រសួងខ្លះមានហើយដូចជាប្រទេសឥណ្ឌូនេស៊ីពីដើមមានតែ
34ក្រសួងទេគេបន្ថែមរហូតដល់45ក្រសួងអាហ្នឹងឥណ្ឌូនេស៊ីដោយសារប្រជាជនគេមានរហូតដល់ជាង285លានជិត300លានអ្នកឯនោះឃើញទេហើយកោះគេ200-300កោះនោះបាទអញ្ចឹងគេត្រូវបង្កើនដើម្បីឲ្យការគ្រប់គ្រងនោះមានប្រសិទ្ធភាពអញ្ចឹងមិនទៅឥណ្ឌូនេស៊ីតែចំណែកឥឡូវយើងគិតថាចេះថៃក៏មានប្រជាជនគេប្រមាណបងប្អូនថៃមានប្រជាជនគេថៃមានជាង71លានអ្នកបាទណាថៃណាហើយមានក្រសួងគេតែ18ក្រសួងទេថៃបាទណាមិនធម្មតាទេណាហើយចុះវៀតណាមយួនមានប្រជាជនគេទាំងអស់វាជាង100លានអ្នកឯនោះបាទហើយមានក្រសួងគេតែ14ក្រសួងពង្រួញណាពីដើមមានជាង20ក្រសួងណាពេលគេពង្រួញណានៅសល់តែ14ក្រសួងតែប៉ុណ្ណោះអាហ្នឹងថៃសុំទោសវៀតណាមណាប្រជាជនគេមានជាង100លានណាប៉ុន្តែគេមានក្រសួងតែ14ក្រសួងហើយចំណែកខ្មែរយើងឥឡូវយើងដល់ខ្មែរយើងដែលសម្ដេចលោកថាលោកអត់មានកែប្រែទេកុំនិយាយអំពីថាសួរថារឿងក្រសួងនោះបន្ថែមអត់ទេនៅតែដែលណាអត់ដែលខ្មែរយើងមាន18លានអ្នកចុះថា17ទេថា18លានអ្នកចុះហើយមានក្រសួងប្រមាណបងប្អូនមានក្រសួងរហូតទៅដល់36ក្រសួងឯនោះណា36ក្រសួងហើយចំណាយលុយក្នុងមួយឆ្នាំមិនតិចទេបងប្អូនប្រមាណអស់$2500លាននោះសម្រាប់មន្ត្រីរាជការដែលក្រសួងទាំងអស់ដែលត្រូវមានបុគ្គលិកមានមន្ត្រីរាជការហ្នឹងត្រូវចំណាយអស់$2500លានក្នុងមួយឆ្នាំចុះឧទាហរណ៍បើសិនជាយើងកាត់បន្ថយពាក់កណ្ដាលចុះថានៅ18ក្រសួងចុះណាព្រោះប្រជាជនយើងតិចដែរប៉ុណ្ណឹងយើងនឹងសល់លុយណាសល់លុយច្រើនណាបងប្អូនសល់លុយប្រហែលពាក់កណ្ដាលហើយណាសល់លុយឲ្យដែលយើងកាត់បន្ថយទៅវានៅសល់លុយ$1250លានក្នុងមួយឆ្នាំតែយើងយកលុយអាដែលសល់ណាកាត់បន្ថយក្រសួងហ្នឹងយើងយកទៅបន្ថែមទៅលើក្រសួងទាហានដើម្បីការពារជាតិឲ្យបានខ្លាំងទិញសព្វាវុធកប៉ាល់ហោះអីទៅតើវាមានល្អប៉ុណ្ណាប៉ុន្តែខ្ញុំជឿជាក់ថាចេះមិនមែនសម្ដេចមិនដឹងទេលោកដឹងថាពេលនេះបើសិនជាកាត់បន្ថយក្រសួងទៅជួលច្របល់ព្រោះត្រូវការកម្លាំងត្រូវការអ្នកដែលចិត្តបោះឆ្នោតហើយដូច្នេះមិនអាចឲ្យមានជួលច្របល់ទេនាំឲ្យសាក់ថ្នាំងចិត្តទៅអ្នកបោះឆ្នោតគឺធម្មតាក្រសួងមួយបើទៅកាត់បន្ថយទៅមានបងប្អូនជំនុំតាបពុច្រើនហើយអញ្ចឹងមិនបោះឆ្នោតឲ្យសម្ដេចទេតែអញ្ចឹងមិនឲ្យទៅនៅសតិអារម្មណ៍ដល់ពួកមន្ត្រីរាជការក្រសួងហ្នឹងទេទុកចោះណាទុកចិត្តណាចំណាយថវិកាហ្នឹងយកទៅចែកទៅបើកទៅឲ្យមន្ត្រីរាជការខ្លះដែលមិនបានការអីសោះណាបាទអញ្ចឹងណាវាជន់គ្នាក្រសួងខ្មែរយើងជន់គ្នាច្រើនណាបាទជន់គ្នាដល់ជន់គ្នាអញ្ចឹងលោកមិនមើលមិនដឹងទេសម្ដេចនាយករដ្ឋមន្ត្រីហ៊ុនម៉ាណែតណាមិនដឹងលោករៀនខ្ពស់ណាស់គាត់ប្រមាលមើលដឹងឯងក៏ប៉ុន្តែដូចជាបានជម្រាបជូនថាទី1បើកាត់ដល់ពេលនេះចិត្តដល់បោះឆ្នោតហើយប្រកាសជាមានការចូលច្បល់ខាតស្លឹកឆ្នោតរបស់គាត់ទី2សំខាន់ទៀតនោះដល់ទិញលលកដល់តាក់លលកបានហ្នឹងឲ្យលលកមកឈរនៅក្រសួងខ្យល់ហ្នឹងទៅណាធ្វើអីណារដ្ឋលេខាធិការទីប្រឹក្សាអីហ្នឹងខ្យល់អត់មានទេអត់មានអីទៅធ្វើការគ្មាននៅក្រសួងឯណាមានអដែងការិយាល័យហ្នឹងអង្គុយទេដាក់ឲ្យមានខ្យល់ចុះដើម្បីបើកប្រាក់ខែដាក់លួងចិត្តដល់ពួកលលកហ្នឹងឲ្យពួកជេបតិចដាសាដើម្បីកាត់បន្ថយកុំឲ្យជេដល់រដ្ឋាភិបាលដល់សម្ដេចពុយពងមន្តកោសម្ដេចហើយនឹងបានស្លឹកឆ្នោតណាជួយបូលលលកធម្មតាវាចេះបូលហើយបូលទៅរកអ្នកដែលផ្សេងទៀតតាក់ឲ្យមកចូលក្នុងទ្រុងហ្នឹងដែរណាពីរចំណុចហ្នឹងពីរចំណុចសំខាន់ណាតែសម្រាប់លោកឆ្វេងយល់អញ្ចឹងបើតាមចាស់គាត់មានប្រសាសន៍ថាអញ្ចឹងឆ្វេងយល់ទី1គឺចិត្តបោះឆ្នោតឲ្យមិនឲ្យថ្នាក់ថ្នាំងចិត្តទៅដល់មន្ត្រីរាជការហ្នឹងទេទី2ទុកសម្រាប់តាក់លលកមកបើដើម្បីអង្គុយអដែងការិយាល័យខ្យល់គ្មានអីមកគាត់មានឈ្មោះណាជាអេដាមដែរបើកប្រាក់ខែរត់ទៅ
ណាដូច្នេះចំណាយលុយច្រើនណាស់ចំណាយលុយ2500លានដុល្លារក្នុងមួយឆ្នាំនេះគឺធំធេងណាក្បាលតម៉ោងធំខ្លួនទូចមួយហើយតាំងដល់ពេលការចំណាយហ្នឹងទៅដល់ខ្ចីលុយបុលគេនេះឥឡូវពិបាកខ្ចីតិចពីមុនមកចេះតែខ្ចីបានឥឡូវដល់ពេលអដេញបញ្ហាអញ្ចឹងទៅអីស្កេមអនឡាញផងពុកក៏លួយផងគេដឹងឮក្នុងអន្តរជាតិក្នុងពិភពលោកហើយពិបាកខ្ចីគេណាហើយការខ្ចីគេអញ្ចឹងដែរសម្ដេចខ្ចីបានអីបើហេតុអីបើយកទៅឲ្យដោយសារប្រជាជន18លាននោះយកឈ្មោះប្រជាជនខ្ចីមិនសម្ដេចទៅខ្ចីផ្ទាល់ខ្លួនឯងបានទេទោះធ្វើនយោបាយរដ្ឋមន្ត្រីនឹងក៏ដោយសម្ដេចទៅខ្ចីមើលបើមិនយកអដេញប្រជាជនឈ្មោះប្រជាជនទៅខ្ចីគឺគេមិនឲ្យទេអានឹងហើយដូច្នេះយើងខាតច្រើនណាស់អានឹងយើងមិនដឹងថាធ្វើម៉េចទេព្រោះគាត់មានគំនិតអញ្ចឹងទីមួយគាត់ខ្លាចណាអំណាចរបស់គាត់ហ្នឹងវាមិនសេរីភាពពេលណាកាត់បន្ថយក្រសួងទៅក្រសួងអស់ហ្នឹងដែលមានមន្ត្រីរាជការបុគ្គលិកបងប្អូនច្រើនអញ្ចឹងគេមិនបោះចោលឲ្យសម្ដេចទេអញ្ចឹងថ្នាក់ថ្នាំងចិត្តជ្រុះគ្នាច្បុកច្បល់ពេញហ្នឹងណាគាត់ថាណាច្បុកច្បល់ពេញហ្នឹងបញ្ហាណាអញ្ចឹងគាត់អត់មានកាត់បន្ថយទេបន្ថែមគាត់មិនបន្ថែមដែរប៉ុន្តែខ្ញុំជឿចាអញ្ចេះមនុស្សចាស់នេះសមុទ្រគាត់ជឿជាថាស្ទឹងតែ 90% ពេលណាបោះឆ្នោតហើយសម្ដេចប្រកាសជាកាត់បន្ថយមិនកាត់ប្រមាណយើងអត់ដឹងទេប៉ុន្តែគឺ 90% គឺសម្ដេចទៅតកាត់សម្ដេចមិនដឹងសម្ដេចលោកដឹងប៉ុន្តែឥឡូវមិនអាចកាត់បានទៅពេលនេះបានទេវាគៀកបោះឆ្នោតពេកទៅហើយប៉ុន្តែបោះឆ្នោតហើយចាំប្រុងទៅមិនដឹងតែក្រសួងណាខ្លះទេនឹងកាត់គាត់จะកាត់ហើយណាលោកមិនល្ងងដល់ថ្នាក់ដែលគេតិចទៀនយល់លុយ1000លានជាងណា1250លានចោលអញ្ចឹងលោកកាត់តពាក់កដាលទៅគឺសល់លុយច្រើនណាធ្វើអីក៏បានដែរនឹងអញ្ចឹងណាហើយមិនបានជុំបើកវងកញ្ចក់នេះចុះបើវងកញ្ចក់នេះចុះសម្ដេចលោកបាទមិនខ្លាចចាញ់ឆ្នោតទេលោកខ្លាចចាញ់ឆ្នោតទេណាគឺគណៈបព្វជិជនដឹងស្រាប់ហ៎ទោះបីបោះឆ្នោតយ៉ាងម៉េចក៏មិនអាចចាញ់គណៈបព្វផ្សេងបានដែរព្រោះគណៈបព្វផ្សេងអស់ហ្នឹងវាភាគច្រើនណា30គណៈបព្វស្លិតត្រណរបស់គណៈបព្វជិជនហើយហ្នឹងមានតែ4 5 6ទេដែលប្រឆាំងក៏ខ្លាចចាក់ស្ទើផងគាត់ខ្លាចអីទេគាត់ខ្លាចអស់ប្រជាប្រិយតែប៉ុណ្្នឹងទេអារឿងចាញ់ឆ្នោតគាត់មិនខ្លាចទេចាញ់ឆ្នោតហើយបើសិនណាជាបើកលំហឲ្យគណៈបកឧទាហរណ៍ដូចគណៈបកសង្គ្រោះជាតិឲ្យដំគឹមតខាលោករងឈុនឲ្យដំសំរងស៊ីអស់ហ្នឹងមកបង្កើតជាគណៈបកអីមិនថាគណៈបកសង្គ្រោះជាតិទេបង្កើតអីក៏ដោយឲ្យពួកអស់ហ្នឹងអស់លោកអស់ហ្នឹងចូលមកប្រកាសជាមានបញ្ហាដល់អង្គើទៅដល់អំណាចរបស់សម្ដេចហើយបើអញ្ចឹងសម្ដេចមានអាគៀបអត់មានចំហទេមានបង្រួមបង្រិតអត់មានបង្រីទេធ្វើម៉េចអើយគណៈបព្វជិជននៅលំនឹងដដែលទោះបីថាអានេះថាខំស្មៅតនការនេះសម្ដេចលោកដឹងដែរបើថាចាញ់ឆ្នោតទៅមិនធម្មតាទេចដូនតាម៉ាកុងទាំងក្រសួងទាំងអស់មន្ត្រីធំរួមនឹងសម្ដេចផងប្រហែលជាមានបញ្ហាហើយជាមួយប្រជាជនជាមួយអន្តរជាតិណាដល់អញ្ចឹងលោកមិនអោយចាញ់ឆ្នោតដាច់ខាតទោះធ្វើដំណាក់ការអស់ប្រមាណក៏ដោយលោកមិនអោយចាញ់ទេតែចាញ់គឺមានបញ្ហាទៅដល់ពួយពងតកូលគឺក្រសួងទាំងអស់ដែលមន្ត្រីធំហ្នឹងពុកក៏លួយតែធ្វើបាបប្រជាជនអុកញ៉ាអស់ហ្នឹងជួលច្បល់ពេញប្រទេសហើយណាដល់អញ្ចឹងលោកត្រូវតែធ្វើយ៉ាងណាក៏ដោយដំណាក់ការតម្លៃប៉ុណ្ណាក៏ដោយអត់កាត់ថ្លៃបានតម្លៃប៉ុណ្ណាមិនអោយចាញ់ទេគឺអោយតែឈ្នះជារៀងរហូតហ្នឹងអានេះតែប្រទេសណាថាគឺត្រូវតែផ្ដាច់ការអញ្ចឹងមកអត់មានអីប្រជាធិបតេយ្យណាមកដល់ទេគឺផ្ដាច់ការរហូតដល់ហ្នឹងសម្ដេចណាគឺអញ្ចឹងឯងអញ្ចឹងសូមអធិស្ឋានទៅទោសអស់ត្រឹមហ្នឹងហើយសូមគាត់ហាមប៉ុណ្ណេះបើខ្ញុំនិយាយមនុស្សក្រុមចាស់លោកបានមានប្រសាសន៍ទៅណាអោយយោបល់ទៅបងសូមមេត្តាកុំប្រើពាក្យអសរោះសប៉ែតតតិរិឆានណោសម្ដីនរោសัตว์អត់ទទួលយកបានទេសូមប្រើពាក្យនៅទេវោនិងមនុស្សសោដើម្បីចរចាគ្នាចង់ឲ្យកែតម្លៃតម្រង់ទំនើបសម្ដីយ៉ាងណាអានឹងតាមយល់ឃើញតែហាមកុំឲ្យជេរមនុស្សចាស់នេះសិតតែចាស់ហើយ
70យ៉ាងតូច80រហូតដល់90ផ្លាយនោះចាលោកឲ្យយោបល់អញ្ចឹងតែជេរខ្ញុំអ្នកនិយាយគឺជេរដល់គាត់អត់សប្បាយចិត្តទេណាអាហ្នឹងសូមមេត្តាអធិស្ឋានប៉ុណ្ណឹងណាអរគុណច្រើនជំរាបលាបាទ